សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel កូនកណ្ដុលទូចហើយថ្ងៃនេះកូនកណ្ដុលទូចមានរឿងមួយមកនិយាយឲ្យបងប្អូនស្ដាប់រឿងនេះជារឿងបែបកំ pl ែងមានខ្មោចឡងទៀងពូកហើយលូកទៀងពង តាកុំអោយខាត់ពេលទៅរឿងកូនកណ្ដុលទូចទាំងអស់គ្នា នៅជនបទឆ្ងាយមួយមានផ្ទះសំណាក់ទូចទូចមួយបើគេគេងលើកំរៅនោះពូកនឹងរំញ័រខ្លះលើសូសើស្រីខ្លះវិញត្រូវខ្មៅអៀងពងរុំបុរសវ័យ30ឆ្នាំធ្វើការក្នុងទីក្រុងភាពជីវិតតានតឹងប៉ុន្តែចេះសើចនៅថ្ងៃសុក្រក៏សម្រេចចិត្តយកថ្ងៃឈប់សម្រាក3ថ្ងៃ2យប់ទៅស្រុកស្រែភូមិមួយឈ្មោះស្រែជ្រៃលាក់ចិត្តរុំអូយបងមិនអីទេយើងទៅស្ងាត់ចិត្តស្រួលស្រួល3ថ្ងៃទេតាមខ្យល់តាមស្រូវសេងមិត្តរុំតែបងមើលអីម្ដងស្រុកនោះមានរឿងខ្មោចលងពូកតាមនរណាគេងលើកំរាលចាស់ចាស់រុំខ្មោចអីទៀតបងតែចង់សម្រាកបន្តិចចប់សំឡេងឡានបុកផ្លូវដីក្រហមចូលវាស្រែស្ងាត់ស្ងាត់សូសិតចចកហើយផ្ទះសំណាក់យាយសលេចចេញពីចំកណ្ដាលស្រែផ្ទះសំណាក់យាយសនឹងកំរល់ពីដនខ្មោចយាយសជាយាយវ័យចំណាស់ស្មោះស្រឡាញ់ភ្ញៀវតែមានអាកប្បកិរិយាប្លែកយាយនិយាយអាចសោតក៏អាចភ័យយាយសអូនយាយអើយអូនគេងបន្ទប់លើជាន់2តែអាចមានខ្យល់តិចតួចពីព្រោះកំរាលនោះមានស្មារតីស្អាតរុំញញឹមភ័យស្មារតីស្អាតឬខ្មោចយាយសអូយាយមិនចេះនិយាយពាក្យអាក្រក់ទេតែយាយតែបងគុំបង្ក្រាបពងនៅពេលគេងណាបើទេនាងសុភានឹងទៀងអីទៀងពងយាយសោតទុនអូកុំភ័យនាងក្រាន់តែចង់លេងជាមួយអ្នកនៃគេងលឿកំរាលនោះទេសូសំលេងភ្លេងភ័យជាបន្តិចរុំទម្លាក់កបោបយ៉ាងលឿនហើយនិយាយក្នុងចិត្តអូតែយប់មួយនឹងកេងផុតមិនអីទេពេលយប់សំលេងកង្រៀងសត្វឆ្មាបានធ្វើឲ្យអារម្មណ៍រំភើយតិចគាត់ដេកលើកំរាលដែលមានក្លិនដូចស្មៅស្ងួតហើយគិតថាខ្ញុំត្រូវសម្រាកឲ្យបានច្រើនតែទៅដេកបានតិចពូកចាប់ផ្ដើមរំញ័រសឹមរុំនិយាយខ្លួនឯងអូយតើមានសត្វក្រោមពូកអីបន្ទាប់មកសំឡេងស្រីទុនលួតនិយាយពីក្រោយក្បាលបងដេកស្ងៀមណាខ្ញុំជួយរំកិលពូកឲ្យស្រួលរុំភ្ញាក់ភ្លៀងភ្លាត់ហឺអ្នកណាយាយសឬខ្ញុំស្រមោលសំឡេងស្រីនោះសើចទុនខ្ញុំសុភាខ្មោចស្អាតដល់ខ្លួនផ្ទះនេះបងកុំភ័យណាខ្ញុំមិនចង់ធ្វើអីទេតែបងអ៊ុយខ្ញុំស្ទាត់ឌីងណារុំអូយមិនត្រូវទេទៀងអីដែរកំរារំញ័រច្រើនជាមុនសូសំលេងសាច់ស្រីតូចហេរុំក្រឡេកតាមជញ្ជាំងប៉ុន្តែមិនឃើញនរណាមានតែខ្យល់ត្រជាក់ពួតជុំវិញគាត់គ្រាន់តែគិតថាស្រមោលបែបគេងច្រឡំតែប៉ុណ្ណោះហើយគេងបន្តព្រឹកឡើងសេងមកទស្សនាសេងបងរឿងយ៉ាប់មិញរុំអូមិនអីទេតែពុករំញ័រពិតយើងអាចនិយាយថាខ្ញុំឃើញសុភាសេងសុភាខ្វោចស្អាតនោះអីកុំភ័យបើបងមិនអោយនាងទៀងពងគេមិនអីទេរុំភ័យសាច់តិចតែគេចង់អីទេនឹងពងខ្ញុំសេងសើចប្រហែលសន្តិស័កលបងកំសាន្តរុំសើចជាមួយភ័យហើយគិតថាបើខ្មោចសាទមែនទេក៏គួរឲ្យចាប់អារម្មណ៍ដែរយប់ទី2សុភាបង្ហាញខ្លួនពេញរៀងយប់ទី2មេឃមានពពកពណ៌ខ្មៅរុំកាន់កំប៉ុងសូដាមើលព្រះច័ន្ទពីបង្អួយហើយនិយាយសុភាបើអ្នកពិតជាមានមកយូខ្ញុំទេខ្ញុំមិនភ័យទេសូសំឡេងខ្យល់បក់ត្រជាក់បន្ទាប់មកមានសំឡេងស្រាលនៃសំលៀកបំពាក់ផ្អែមសុភាបង្ហាញខ្លួននាងស្អាត
ស្លៀកសម្លៀកបំពាក់សខ្យល់បក់សក់វែងនាងញញឹមជាមួយភ្នែកចម្លែកប៉ុន្តែស្អាតស្រស់ណាស់សុភាបងមិនភ័យខ្ញុំទេរុំញញឹមភ័យបងភ័យតែបងចង់ស្គាល់នាងចាប់ដៃគាត់ប៉ុន្តែដៃនាងត្រជាក់ដោយទឹកទន្លេរុំខ្លាចបន្តិចប៉ុន្តែអារម្មណ៍ចង់សើចចេញត្រជាក់ប៉ុន្មានអាចប្រើជាប្រអប់ទៅកកបានទេសុភាសើចខ្លាំងបងកុំសើចអីខ្ញុំក៏មានអារម្មណ៍ដូចមនុស្សតែខ្ញុំស្លាប់នៅទីនេះដោយសារកំរានោះរុំហេតុអីសុភាផ្ដល់រឿងបុរាណនាងជាកូនស្រីអាណៃស្រឹកស្អាតត្រូវស្លាប់ពេលធ្លាក់ពីជាន់2កំរាលនោះជាកន្លែងចុងក្រោយនាងដេកតាំងពីនោះមកនាងតាមឡងតែបុរសដែលដេកលើកំរាលនោះប៉ុន្តែពេលនេះនាងមានអារម្មណ៍ចាប់ចិត្តជាមួយរុំពេលនាងសោចកំរាលរំញ័រដល់ថ្នាក់ពូកលុកឡើងរុំសោចស្រែកអ៊ូយកុំរំញ័រខ្លាំងទេខ្ញុំនឹងធ្លាក់ពីពូកហើយសុភាសោចច្រឡំសំទោបងខ្ញុំអត់ចេះគ្រប់គ្រងអារម្មណ៍ទាំងពីរនិយាយគ្នាជួបគ្នារយៈពេលយប់មួយដល់ព្រឹកស្នេហាខ្មោចមនុស្សពេលថ្ងៃចុងក្រោយមកដល់រុំមិនចំចាកចិនទេសុភាពប្រាប់ថាប្រសិនបើបងស្រឡាញ់ខ្ញុំពិតអាចយកកំរាលនេះទៅទីក្រុងហើយខ្ញុំនឹងនៅជាមួយបងតាមពុកនោះរុំបងស្រឡាញ់អ្នកទេទោះបីអ្នកត្រជាក់ដូចទឹកទន្លេក៏ដោយសុភាបើបងនិយាយអញ្ចឹងខ្ញុំសប្បាយណាស់ប៉ុន្តែបងត្រូវប្រយ័ត្នពេលគេងបើបងគេងមិនស្អាតខ្ញុំនឹងទាញពងបងវិញរុំអូយខ្ញុំត្រូវគេងតែស្អាតប៉ុណ្ណោះពេលរុំត្រឡប់ទៅទីក្រុងគាត់យកកំរាលនោះទៅជាមួយរាត្រីដំបូងនៅទីក្រុងគាត់ដេកលើវាហើយកំរាលរំញ័រតិចតិចសំឡេងសុភាទន់បងដេកល្អណាស់ខ្ញុំនៅជាមួយបងហើយរុំញញឹមចាប់ពូកយកកណាត់គ្របសំឡេងសតស្រីស្រាលនៃសុខានិងកំរាលរំញ័រជាសញ្ញានៃស្នេហាដែលឆ្លងកាត់ព្រំពេលវេលាហើយគាត់ស្រមៃថាពេលខ្លះខ្មោចក៏ជាស្រឡាញ់កាន់តែស្មោះជាងមនុស្សផងដែរសូរសំឡេងបិទសូរសាស្រីស្រាលភ្លេងស្នេហាផែមល្ហែមស្នេហាខ្មោចលើកំរាលស្រែសាច់ជុកពោះប៉ុន្តែស្រឡាញ់ពិតចាស់បងប្អូនរឿងយើងចប់ហើយយ៉ាងម៉េចដែរបងប្អូនចូលចិត្តរឿងរបស់កូនកណ្ដូតូចទេបើចូលចិត្តសូមកុំភ្លេចជួយ Subscribe Channel កូនកណ្ដូតូចផងណាកូនកណ្ដូតូចសូមរាប់អានផងណាអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ